វីដេអូនេះនឹងបង្ហាញអំពីរបៀបក្នុងការប្រើប្រាស់និងផ្ញើអ៊ីមែលទោះបីជាបណ្ដាញសង្គមមានភាពរីកចម្រើនខ្លាំងក៏ដោយក៏ការប្រើប្រាស់អ៊ីមែលនៅតែមានភាពពេញនិយមគឺដោយសារតែអ៊ីមែលមានសុវត្ថិភាពហើយវាអាចជឿទុកចិត្តបានការប្រើប្រាស់អ៊ីមែលគឺយើងអាចផ្ញើឯកសារយើងអាចផ្ញើ CV ដើម្បីសុំការងារធ្វើនិងការប្រើប្រាស់ផ្សេងទៀតអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបប្រើប្រាស់និងផ្ញើអ៊ីមែលដើម្បីធ្វើបែបនេះសូមចូលទៅកាន់ web browser របស់ខ្លួនបន្ទាប់មកសូមវាយពាក្យថា gmail.com បាទត្រង់កន្លែងនេះគឺយើងបញ្ចូលនៅអ៊ីមែលរបស់យើងបន្ទាប់មកសូមចុចពាក្យថា next បាទសូមបញ្ចូល password របស់អ៊ីមែលរបស់អ្នករួចចុចពាក្យថា next ទីនេះខ្ញុំសូមបង្ហាញអំពីមុខងារចាំបាច់ផ្សេងៗនៅក្នុងអ៊ីមែលរបស់យើងទី1គឺ inbox ត្រង់ inbox នេះគឺជាកន្លែងដែលយើងទទួលសារមានន័យថាពេលដែលគេផ្ញើសារផ្ញើអ៊ីមែលមកគឺវាស្ថិតនៅក្នុង inbox នេះឯងបន្ទាប់មកគឺ send មានន័យថានៅពេលដែលយើងផ្ញើអ៊ីមែលទៅកាន់នរណាម្នាក់គឺវាស្ថិតនៅក្នុង send នេះឯងចំណែកឯ draft នេះមានន័យថានៅពេលដែលយើងចង់ផ្ញើអ៊ីមែលទៅកាន់នរណាម្នាក់ក៏ប៉ុន្តែយើងសរសេរអត់ទាន់ចប់ហើយយើងអត់ទាន់បានផ្ញើទេនោះអ៊ីមែលរបស់យើងដែលមិនទាន់បានសរសេរចប់ហើយមិនទាន់ផ្ញើវានឹងចូលទៅក្នុង draft បាទទាំង3នេះគឺជាចំណុចសំខាន់ៗនៅក្នុងអ៊ីមែលរបស់យើងឥឡូវខ្ញុំសូមបង្ហាញអំពីរបៀបក្នុងការផ្ញើអ៊ីមែលម្ដងបាទដើម្បីផ្ញើអ៊ីមែលសូមយកពាក្យថា compose អញ្ចឹងអ៊ីមែលវានឹងលោតផ្ទាំងមួយបាទកន្លែងនេះគេដាក់ថា to ត្រង់ហ្នឹងគឺយើងសរសេរនៅអ៊ីមែលរបស់អ្នកទទួលឧទាហរណ៍ណាខ្ញុំដាក់ថា receiver@gmail.com បាទនេះគឺខ្ញុំគ្រាន់តែជាឧទាហរណ៍ទេចំណែកនេះគឺ subject មានន័យថាអ៊ីមែលរបស់យើងដែលផ្ញើទៅហ្នឹងគឺនិយាយអំពីអីគេឧបមាថាគ្រូដាក់កិច្ចការឲ្យយើងធ្វើហើយយើងផ្ញើកិច្ចការហ្នឹងទៅឲ្យលោកគ្រូពិនិត្យមើលអញ្ចឹងយើងអាចដាក់ថា homework អីចឹងទៅអាហ្នឹងគឺជាប្រធានបទបាទ subject ចំណែកឯផ្ទាំងសនេះគឺជាកន្លែងដែលយើងសរសេរនៅអ៊ីមែលឧបមាថាខ្ញុំដាក់ថា homework អីចឹងទៅចំណែកឯផ្ទាំងសនេះគឺជាកន្លែងដែលយើងត្រូវសរសេរអ៊ីមែលរបស់យើងបាទខ្ញុំសរសេរតែប៉ុណ្ណេះបន្ទាប់មកយើងអាចជ្រើសយកនៅកន្លែង attach file ឧបមាថាយើងបានធ្វើ homework រួចហើយយើងបាន save homework នោះជា file ដូចជា file Word file Excel file PowerPoint ឬក៏ជារូបភាពឬក៏អីផ្សេងហ្នឹងគឺយើងអាចយក attach file ឬក៏យើងអាចបើសិនជាយើង file យើងជារូបភាពយើងអាចយក insert អញ្ចឹងយើងអាចជ្រើសយកនៅ file ផ្សេងបានបាទយើងចុចលើវាមកហើយកន្លែងនេះគឺយើងជ្រើសយកនៅឯកសាររបស់យើងឧទាហរណ៍ថាខ្ញុំជ្រើសយករូបភាពនេះមួយចុះបាទរងចាំវាឲ្យវាដើរពេញមកហើយបើសិនជាយើងចង់លុបនៅអ៊ីមែលរបស់យើងដែលយើងកំពុងតែរៀបចំផ្ញើហ្នឹងគឺយើងចុចពាក្យថា delete នេះទៅបន្ទាប់ពីសរសេរអ៊ីមែលចប់រួចហើយសូមចុចពាក្យថា send ដើម្បីផ្ញើទៅកាន់អ្នកទទួលរបស់យើងបាទបន្ទាប់ពីយើងផ្ញើអ៊ីមែលរបស់យើងរួចវានឹងលោតពាក្យថា message sent មានន័យថាយើងបានផ្ញើសាររួចហើយបាទយើងអាចចូលទៅកាន់ view message ដើម្បីចូលទៅមើលអំពីអ៊ីមែលដែលយើងបានផ្ញើបាទឬក៏យើងចុចលើពាក្យថា send នេះក៏បានដែរបាទនេះគឺជាអ៊ីមែលដែលយើងបានផ្ញើបាទអញ្ចឹងយើងបានផ្ញើអ៊ីមែលទៅកាន់អ្នកទទួលបានជោគជ័យហើយអញ្ចឹងវីដេអូនេះសូមបញ្ចប់តែត្រឹមប៉ុណ្្នឹងបាទសូមអរគុណ